ចាជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមកចែករំលែកវេយ្យាករណ៍ទៅកាន់បងប្អូនទាំងអស់គ្នាវេយ្យាករណ៍ដែលនឹងត្រូវរៀននៅថ្ងៃនេះគឺគុណនាមបូកនីអ៊ិននិងអ៊ិនឧទាហរណ៍ដូចជានុភឿនកនមូលតើឥឡូវយើងទៅមើលនិយមន័យនិងការប្រើប្រាស់ទាំងអស់គ្នាយើងមើលនិយមន័យទាំងអស់គ្នាតម្រងនីអ៊ិនអ៊ិនគឺគេប្រើសម្រាប់បន្ថែមពីក្រោយគុណនាមដើម្បីបង្ហាញពីស្ថានភាពឬលក្ខណៈពិសេសរបស់នាមយើងអាចបកប្រែជាភាសាខ្មែរថាដែលគុណនាមណាដែលបញ្ចប់ដោយព្យញ្ជនៈឬក៏យើងអាចនិយាយថាគុណនាមណាដែលបញ្ចប់ដោយមានផាត់ឈាមយើងប្រើអ៊ិនចំណែកឯគុណនាមណាដែលបញ្ចប់ដោយស្រៈដែលយើងអាចនិយាយថាគុណនាមណាដែលបញ្ចប់ដោយអត់មានផាត់ឈាមអត់មានជើងហ្នឹងគឺយើងប្រើជាមួយនឹងអ៊ិនមានន័យថាអញ្ចឹងអ្នកទាំងអស់គ្នាវេយ្យាករណ៍មួយនេះគឺយើងប្រើនីអ៊ិនឬក៏អ៊ិនដើម្បីភ្ជាប់ពីក្រោយគុណនាមដើម្បីបញ្ជាក់លក្ខណៈពិសេសឬក៏ស្ថានភាពរបស់នាមឧទាហរណ៍ថាស្រីស្អាតស្រីស្អាតភាសាកូរ៉េយើងនិយាយថាយេពឿនយ៉ចាយេពឿនយ៉ចាយើងបកប្រែថាស្រីដែលស្អាតស្រីដែលស្អាតអញ្ចឹងយើងមើលយេពឺដាយើងបកប្រែថាស្អាតចំណែកយ៉ចាយើងបកថាស្រីអញ្ចឹងយើងដាក់នីអ៊ិននៅត្រង់នៅខាងក្រោយគុណនាមយេពឺដានេះគឺដើម្បីបញ្ជាក់លក្ខណៈឲ្យស្ត្រីម្នាក់នេះបញ្ជាក់លក្ខណៈឲ្យនាមយ៉ចាហ្នឹងណាមានន័យថាបញ្ជាក់លក្ខណៈម៉េចគឺគាត់គឺស្រីហ្នឹងគាត់ស្អាតបញ្ជាក់លក្ខណៈបែបនេះតោះឥឡូវយើងទៅមើលចំណុចបន្តទាំងអស់គ្នាគុណនាមណាដែលបញ្ចប់ដោយព្យញ្ជនៈដែលមានផាត់ឈាមនឹងគឺយើងប្រើវាជាមួយនឹងអ៊ិនឧទាហរណ៍ដូចពាក្យថានុបតាយើងបកប្រែថាខ្ពស់លាងលុបដាចោលសល់ជើងយើងប្រើជាមួយនឹងអ៊ិនទៅជានុបភឹនដែលយើងបកប្រែថាដែលខ្ពស់បន្តទៀតដូចពាក្យថាចាក់តាយើងលុបដាចោលសល់ចាក់មានផាត់ឈាមខៀកយើងប្រើជាមួយនឹងអ៊ិនទៅជាចាគិនយើងបកប្រែថាដែលទៀបបន្តទៀតឈុតថាយើងលុបដាចោលដូចគ្នាសល់ផាត់ឈាមហ៊ីអ៊ឺតទៅជាឈោអ៊ិនដែលយើងបកប្រែថាដែលល្អតើណាត់បងប្អូនទាំងអស់គ្នាចំណុចត្រង់នេះគឺយើងប្រើអ៊ិនជាមួយនឹងគុណនាមណាដែលមានផាត់ឈាមតើឥឡូវយើងទៅមើលគុណនាមណាដែលអត់មានផាត់ឈាមម្ដងយើងមើលគុណនាមណាដែលបញ្ចប់ដោយស្រៈឬក៏គុណនាមណាដែលអត់មានផាត់ឈាមហ្នឹងគឺយើងប្រើជាមួយនឹងនីអ៊ិនឧទាហរណ៍ដូចជាពាក្យថាភីសាដាយើងលុបដាចោលអត់មានផាត់ឈាមទេយើងថែមនីអ៊ិនទៅជាភីសាដាយើងបកប្រែថាថ្លៃហើយភីសានយើងបកប្រែថាដែលថ្លៃបន្តទៀតគេគឺថាដាយើងបកប្រែថាស្អាតបែបអនាម័យអ្នកទាំងអស់គ្នាអត់កក្រិចអត់អីចឹងទៅគឺស្អាតបែបមិនស្អាតមនុស្សស្អាតឬក៏អ្វីស្អាតទេគឺយើងសំដៅទៅលើស្អាតបែបអនាម័យចឹងណាដូចផ្ទះស្អាតបន្ទប់ស្អាតអត់មានធូលីអីចឹងទៅចឹងខេគឺថាដាយើងលុបដាចោលសល់ខេគឺថាយើងបូកជាមួយនឹងនីអ៊ិនទៅជាគេគឺថាន់ដែលយើងបកប្រែថាដែលស្អាតបន្តទៀតពេលចុងក្រោយគឺដែលលុបដាចោលដូចគ្នាសល់គឺទៅជាខឿនគឺដែលយើងបកប្រែថាធំហើយខឿនយើងបកប្រែថាដែលធំបញ្ជាក់ម្ដងទៀតគុណនាមណាដែលបញ្ចប់ដោយផាត់ឈាមយើងប្រើអ៊ិនគុណនាមណាដែលបញ្ចប់ដោយអត់មានផាត់ឈាមយើងប្រើនីអ៊ិនយើងមើលចំណុចបន្ទាប់យើងមើលចំណុចនេះទាំងអស់គ្នាគឺជាចំណុចចំណាំយើងមើលចំពោះគុណនាមណាដែលបញ្ចប់ដោយព្យញ្ជនៈប៊ីអឺបត្រូវដូរទៅជាស្រៈអ៊ូហើយយើងប្រើជាមួយនឹងនីអ៊ិនបញ្ជាក់ម្ដងទៀតគុណនាមណាដែលបញ្ចប់ដោយព្យញ្ជនៈប៊ីអឺបនឹងត្រូវដូរទៅជាស្រៈអ៊ូហើយប្រើវាជាមួយនឹងនីអ៊ិនយើងមើលឧទាហរណ៍ដូចជាពាក្យថាអារឹមថាប់តាយើងបកប្រែថាស្រស់ស្អាតយើងលុបដាចោលសល់អារឹមថាប់ហើយប៊ីអឺបនេះត្រូវដូរទៅជាស្រៈអ៊ូទៅជាអារឹមថាអ៊ូ
យើងបូកជាមួយនឹងនេះអ៊ិនទៅជាអារឹមថាអ៊ុនដែលស្រស់ស្អាតបន្តទៀតពាក្យថប់តាក៏ដូចគ្នាយើងលុបដាចោលសល់ថប់ចប់បើវាបញ្ចប់ដោយជើង verb យើង verb នឹងទៅដូរទៅជាស្រអ៊ូទៅជាថអ៊ូហើយយើងបូកវាជាមួយនឹងនេះអ៊ិនទៅជាថអ៊ុនថប់តាយើងបកប្រែថាក្តៅថអ៊ូនយើងបកប្រែថាដែលក្តៅបន្តទៀត meta យើងបកប្រែថាហិលយើងលុបដាចោលសល់ verb ដូរទៅជាស្រអ៊ូទៅជាមេអ៊ូបូកជាមួយនឹងនេះអ៊ិនទៅជាមេអ៊ុនដែលហិលតើណត់បងប្អូនបញ្ជាក់ម្ដងទៀតគុណនាមណាដែលបញ្ចប់ដោយ verb ត្រូវដូរទៅជាស្រអ៊ូហើយយើងប្រើជាមួយនឹងនេះអ៊ិនតើឥឡូវយើងមកចំណេះបន្ទាប់យើងមើលចំណាំមួយទៀតចំពោះពាក្យថា matsita យើងលុបដាចោលសល់ matsit យើងប្រើជាមួយនឹងអ៊ិនមិនអត់ប្រើជាមួយនឹងអ៊ិនប៉ុន្តែយើងអត់ប្រើជាមួយនឹងអ៊ិនទេគឺយើងប្រើជាមួយនឹងនិនព្រោះវាជាលក្ខណៈចំណាំដែលយើងត្រូវចងចាំទៅជា matsit និនដែលឆ្ងាញ់ matsita បកប្រែឆ្ងាញ់ matsit និនដែលឆ្ងាញ់បន្តទៀត mat apta ក៏ដូចគ្នាយើងអត់ប្រើវាជាមួយនឹងអ៊ិនទេគឺយើងប្រើវាជាមួយនឹងនិនMasita និង mat opta យើងប្រើវាជាមួយនឹង nin មានពាក្យមួយទៀតអ្នកទាំងអស់គ្នា ita opta ក៏ដូចគ្នាដែរយើងអត់ប្រើវាជាមួយនឹងអ៊ិនទេគឺយើងប្រើវាជាមួយនឹង nin ចាបងប្អូនខ្ញុំសូមបញ្ជាក់ម្ដងទៀតចំពោះគុណនាមណាដែលបញ្ចប់ដោយផាត់ឈីមានជើងយើងប្រើជាមួយនឹងអ៊ិនចំណែកឯគុណនាមណាដែលបញ្ចប់ដោយអត់មានផាត់ឈីយើងប្រើជាមួយនឹងនេះអ៊ិនក៏ប៉ុន្តែក្នុងករណីពាក្យថា matsita mat opta ពាក្យថា ita និង opta គឺយើងប្រើវាជាមួយនឹង nin វាខុសគេប្រើជាមួយនឹង nin យើងត្រូវតែចងចាំនេះគឺជាចំណុចដែលយើងត្រូវចងចាំសូរ៉ូមូលហេតុខ្ញុំមិនដឹងដូចគ្នាព្រោះខ្ញុំរៀនមកវាគ្រាន់តែជាច្បាប់ដែលយើងត្រូវចងចាំដូចនេះណាយើងចាំបែបនេះទៅវាងាយស្រួលយើងមិនចាំទៅស្រាវជ្រាវរកមូលហេតុវាទេឲ្យតែយើងចេះប្រើតែប៉ុណ្នេះគឺអូខេហើយយើងអាចប្រើភាសាកូរ៉េបានហើយតើឥឡូវយើងមកចំណុចបន្ទាប់យើងមើលឧទាហរណ៍ទាំងអស់គ្នាយើងមាន5ប្រយោគយើងមើលប្រយោគទី1 Chonenម៉ែអូនស៊ីគឺជ័រហេអូយើងបកប្រែថាខ្ញុំចូលចិត្តម្ហូបដែលហិលមានន័យថាខ្ញុំចូលចិត្តម្ហូបដែលហិលនៅកន្លែងនេះយើងប្រើមេអូនមកពីពាក្យគេបងប្អូនទាំងអស់គ្នាមកពីពាក្យថាមេតាហិលមេតាហើយយើងលុបដាចោល verb នេះយើងដូរទៅស្រអ៊ូទៅជាមេអ៊ូតបមកយើងបូកជាមួយនឹងនេះអ៊ិនទៅជាមេអ៊ុនប្រយោគទី2 저는 큰 집에서 살고 싶어요 យើងបកប្រែថាខ្ញុំចង់រស់នៅផ្ទះដែលធំមានន័យថាខ្ញុំចូលចិត្តខ្ញុំចង់រស់នៅផ្ទះដែលធំពាក្យគឺដាធំយើងលុបដាចោលសល់គឺហើយគឺអត់មានផាត់ឈីមទេយើងប្រើជាមួយនឹងនេះអ៊ិនទៅជាខឿនបន្តទៀតយកមកប្រយោគទី3 저는 좋은 나라에 놀러 가고 싶어요 ពាក្យកន្លែងនេះ 놀러 អ្នកទាំងអស់គ្នានេះពាក្យ 놀다 នេះណាយើងបកប្រែថាលេងយើងបកប្រែមកខ្ញុំចង់ទៅលេងប្រទេសដែលត្រជាក់ខ្ញុំចង់ទៅលេងប្រទេសដែលត្រជាក់ពាក្យថាឈូនមកពីពាក្យអីគេបងប្អូនទាំងអស់គ្នាមកពីពាក្យថាឈប់តា verb ដូរទៅស្រអ៊ូឈូហើយយើងបូកជាមួយនេះអិនទៅជាឈូអ៊ុនបន្តទៀតយកមកលេខ3 저는 이번 달에 비싼 가방을 살 거예요 ប្រែថាខ្ញុំនៅក្នុងខែនេះខ្ញុំនឹងទិញកាបូបដែលថ្លៃចង់និយាយថាកាបូបដែលថ្លៃមានន័យថានៅក្នុងខែនេះខ្ញុំនឹងទិញកាបូបទៀតខ្ញុំនឹងទិញកាបូបដែលថ្លៃភីសានមកពីពាក្យថាភីសាដែរខ្ញុំបកប្រែថាថ្លៃចុងក្រោយ저는 높은 집에서 살고 싶어요 ខ្ញុំបកប្រែថាខ្ញុំចង់រស់នៅផ្ទះដែលខ្ពស់ខ្ញុំចង់រស់នៅផ្ទះដែលខ្ពស់នប់តាយើងលុបដាចោលមានផាត់ឈាមយើងប្រើជាមួយនឹង no ស្រអើយើងប្រើជាមួយនឹងអ៊ឹនទៅជា nop pin តើណាត់បងប្អូនទាំងអស់គ្នា
តើឥឡូវយើងចូលដល់បញ្ចប់ហើយយើងមកសង្ខេបឡើងវិញតម្រងไวยากរណ៍នៃអឿនគឺគេប្រើសម្រាប់បន្ថែមពីក្រោយគុណនាមដើម្បីបង្ហាញពីស្ថានភាពឬលក្ខណៈពិសេសរបស់នាមយើងអាចបកប្រែជាភាសាខ្មែរថាដែលហើយចំពោះគុណនាមណាដែលបញ្ចប់ដោយព្យញ្ជនៈដែលមានផាត់ឈាមនឹងគឺយើងប្រើជាមួយនឹងអឿនគុណនាមណាដែលបញ្ចប់ដោយស្រៈដែលអត់មានផាត់ឈាមនឹងគឺយើងប្រើជាមួយនឹងនីអិនហើយមួយទៀតចំពោះពាក្យថាម៉ាត់ស៊ីតាម៉ាត់អបតាយើងអត់ប្រើជាមួយនឹងអឿនឬក៏អត់ប្រើជាមួយនឹងនីអិនទេគឺយើងប្រើជាមួយនឹងនិនបញ្ជាក់ម្ដងទៀតពាក្យម៉ាត់ស៊ីតាម៉ាត់អបតានិងពាក្យអ៊ីតាអបតាគឺយើងប្រើជាមួយនឹងនិនខ្ញុំសូមបញ្ចប់វេយ្យាករណ៍ត្រឹមនេះបើសិនជាមានចំណុចខ្វះខាតសូមអធិស្ឋានផងហើយសូមបងប្អូនជួយខមមិនឲ្យខ្ញុំបានដឹងខ្ញុំនឹងកែប្រែឲ្យបានប្រសើរឡើងវិញជួបគ្នានៅវេយ្យាករណ៍បន្ទាប់